ចាជម្រាបសួរបងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាចង់ឲ្យមានស្លឹកខ្ទឹមនៅផ្ទះយើងជាប្រចាំរាល់ថ្ងៃឯងបងប្អូនចាធម្មតាយើងទិញពីផ្សារមកកាលណាយើងហូបអត់អស់យើងទុកទៅវាចាត់វាតែនៅស្វិតខូចអីអញ្ចឹងណាលួយអីអញ្ចឹងណាបងប្អូនចាដូច្នេះវិធីសាស្ត្រដ៏ល្អដែលយើងធ្វើយើងទិញមកហើយអត់ឲ្យវាខាតអីបងប្អូនចាគឺយើងបានប្រើជារៀងរហូតដូច្នេះបងប្អូនធ្វើតាមខ្ញុំចេះបងប្អូនចាឥឡូវបងប្អូនចេះយើងទិញមកផ្សារធម្មតានេះបងប្អូនវាសឹកខ្ទឹមតែមានរឹសអញ្ចឹងឯណាបងប្អូនយើងទិញមកពីផ្សារគឺរឹសវាបន្តិចអីចារឹសវាបន្តិចអីហើយអានេះគឺខ្ញុំដាក់ទៅវាដុះវា2ថ្ងៃឯងបងប្អូនគឺវាដុះបានប៉ុណ្ណឹងឯងបងប្អូននេះ2ថ្ងៃដុះបានប៉ុណ្ណឹងកាលណាយើងទិញពីផ្សារមកយើងកាត់ទៅបងប្អូនចាយើងកាត់ផែននេះចម្ងាយវាពីរឹសមកខាងលើប្រហែលនេះប៉ុណ្ណាសខ្ញុំនេះយើងកាត់ត្រឹមហ្នឹងណាបងប្អូនចាយើងកាត់តត្រឹមហ្នឹងហើយកាត់ត្រឹមហ្នឹងហើយយើងយកទៅដាក់ក្នុងយើងយកទៅដាក់ក្នុងទឹកណាបងប្អូនចាយើងយកទៅដាក់ក្នុងទឹកចាដបទឹកក៏បានដបអីឲ្យស្អីក៏ได้កតោអីក៏បានដែរបងប្អូនចាយើងយកទៅដាក់ក្នុងទឹកតែម្ដងទៅបងប្អូនចាយើងយកទៅដាក់ក្នុងទឹកតែម្ដងទៅអានេះបងប្អូនឃើញអានេះរយៈពេលប្រហែលជា10ថ្ងៃឯងបងប្អូននេះដោះបានប៉ុណ្ណឹងឯងអានេះរយៈពេល10ថ្ងៃបងប្អូនឃើញវែងនេះបងប្អូនឃើញទេចានេះគឺរយៈពេល10ថ្ងៃបងប្អូនដោះបានតែប៉ុណ្ណឹងឯងចាដូច្នេះយើងមិនភ័យព្រួយថាយើងទិញស្លឹកខ្ទឹមមកយើងប្រើអត់អស់ទុកខូចអលួយអីគឺអត់ទេបងប្អូនចាយើងកាត់វាទៅណាបងប្អូនចានេះដូចខ្ញុំនិយាយអញ្ចឹងកាត់ចម្ងាយប្រហែលជាមួយថ្នាំងដៃណាបងប្អូនចាតែមួយថ្នាំងដៃពីរឹសមកមួយថ្នាំងដៃរួចហើយយើងយកមកដាក់ចូលក្នុងនេះមកដាក់ចូលក្នុងដបទឹកណាបងប្អូនចាក្នុងកែវក៏បានក្នុងអីក៏បានដែរបងប្អូនរួចហើយវានឹងដោះលូតនេះបងប្អូនឃើញដោះលូត10ថ្ងៃគឺដោះបានប៉ុណ្ណឹងដូច្នេះយើងបានប្រើបន្តទៀតបងប្អូនគឺអត់ខាតទេវាអត់ខាតទេបងប្អូនចាកាលណាយើងទុកចោលនៅខាងក្រៅគឺវាអាលួយវាអីខូចអញ្ចឹងណាកាលបងប្អូនណាហើយកាលណាយើងត្រូវប្រើប្រាស់យើងកាត់វាទៀតដែរបងប្អូនយើងកាត់វាទៀតតែយើងកាត់ឲ្យវាស្មើទៀតទៅវាដោះមកទៀតដែរបងប្អូនចាយើងត្រូវការប្រើយើងកាត់ត្រូវការប្រើយើងកាត់យើងដោះមកស្មើបងប្អូនឃើញនេះដោះឡើងវែងណានោះខ្ញុំដាក់នៅនោះបងប្អូនឃើញដោះឡើងវែងល្អឃើញហើយងាយស្រួលបំផុតបងប្អូនឃើញយើងមួយទឹកអីយើងមើលម្ដងទៅកុំឲ្យតែវាអស់ទឹកបងប្អូនកាលណាអស់ទឹកយើងថែមទឹកអស់ទឹកយើងថែមទឹកទៅបងប្អូនចាដូច្នេះងាយស្រួលបើបងប្អូនចង់សាកល្បងប្អូនធ្វើតាមខ្ញុំមើលបងប្អូនសាកល្បងមើលព្រោះខ្ញុំនៅនេះខ្ញុំធ្វើបានដោះព្រោះយើងនៅខ្មែរយើងកាន់តែស្រួលធ្វើទៀតបងប្អូនចានៅខ្មែរអាកាសធាតុវាធម្មតាវាក្តៅវាអីបងប្អូនដាក់ទៅងាយដោះហ្មងខ្ញុំនៅនេះរៀងត្រជាក់ផងបងប្អូនដោះយឺតអញ្ចឹងបើយើងអាកាសធាតុរៀងក្តៅគឺដោះលឿននេះយើងដាក់នឹងក្នុងផ្ទះយើងតែបងប្អូនមានដាក់យកទៅខាងក្រៅណាទេនេះខ្ញុំដាក់នឹងជាក្រានបាយខ្ញុំហ្នឹងចាខ្ញុំដាក់នឹងជាក្រានបាយខ្ញុំហ្នឹងដូច្នេះយើងមិនភ័យព្រួយថាយើងអត់មានស្លឹកខ្ទឹមប្រើត្រូវការស្លឹកខ្ទឹមទៅផ្សារទិញអីគឺមិនបាច់ទេបងប្អូនចាគឺងាយស្រួលជាទីបំផុតចាអរគុណច្រើនបងប្អូនចង់បងប្អូនសាកល្បងមើលទៅវាជាការងារងាយស្រាលវាអត់មានអីហត់នឿយអីអញ្ចឹងបងប្អូនចាយើងដាក់ចូលនៅក្នុងកែវទឹកអីក៏បានដែរបងប្អូនចាយើងដាក់ក្នុងកែវទឹកក្នុងអីទៅស្រេចយើងមានអីយើងដាក់នឹងអញ្ចឹងណាបងប្អូនចា